Racing mode. Bà xin chào bóngត្រូវការនៅរថយន្តដែលមានរូបរាងបែប Sport Performance បែប Sport សុវត្ថិភាពទំនើបផាសុកភាពជាមួយនឹង option ល្អតម្លៃទៅជាង$20000បងប្អូនកុំមើលរំលងរថយន្តនេះឲ្យសោះសូម្បីតែ option ដ៏ពិសេសមួយគេហៅថា Cool Box ឬក៏ Op Class C ភេទជ្ជៈក៏មានបំពាក់នៅលើរថយន្តនេះដែរហើយជាក់ស្ដែងមានមកជាមួយនឹងមុខងារ speaker Sony Surround Sound ជាលក្ខណៈ 3D ក៏មានញាត់បញ្ចូលទៅលើរថយន្តនេះដែររួមមកជាមួយនឹងបច្ចេកវិទ្យាជាច្រើនសម្បូរបែបផ្សេងទៀតអញ្ចឹងថាតើរថយន្តនេះ model អ្វីមានចំណុចអ្វីដែលពិសេសខ្លះក្រុមអញ្ជើញបងប្អូនតាមដានទស្សនាវីដេអូលម្អិតដូចតទៅជំរាបសួរបងប្អូនអ្នកគ្នាខ្ញុំបាទខេមរៈស្វាគមន៍មកកាន់វីដេអូថ្មីរបស់ Sveka បងប្អូននេះគឺជារថយន្ត Chang'an CS 35 Max តម្លៃរបស់វាគឺតែជាង$20000ទេបងប្អូនអ្នកគ្នានាំចូលដោយក្រុមហ៊ុន AMA Cambodia ដែលជាក្រុមហ៊ុនយក្សឈានមុខគេនិងមានទំនុកចិត្តខ្ពស់មួយនៅក្នុងប្រទេសកម្ពុជារថយន្ត Chang'an CS 35 Max នេះបំពាក់មកជាមួយនឹងម៉ាស៊ីនសាំងជាប្រភេទ4ស៊ីឡាំង 1.5 លីត្រ turbo ហើយផលិតបានកម្លាំង138 kW ជាមួយនឹងកម្លាំងរមុល300 Nm ប្រអប់លេខគឺជាប្រភេទ 7W automatic កម្រិតស៊ីប្រេតំណែងជាមធ្យមចន្លោះពី6ទៅ7លីត្រក្នុងរយៈចម្ងាយ100 km ពាក់ព័ន្ធមួយប្រព័ន្ធ turbo charge នេះគឺមិនមែន turbo charge ធម្មតាទេបំពាក់នៅលើ CS 35 Max នេះគឺជាប្រភេទ VGT ឬក៏ Variable Geometry Turbo Charge ដែលជាប្រភេទ turbo charge មួយដែលមានស្លាបផ្លិតបិទបើកដើម្បីសម្របតម្រូវនៅក្នុងការបើកបរល្បឿនលឿនឬក៏ល្បឿនយឺតកាត់បន្ថយនៅបញ្ហា turbo lag ជាពិសេសធ្វើឲ្យរថយន្ត CS 35 Max នេះគឺមានការឆ្លើយតបបានល្អទាំងនៅល្បឿនយឺតល្បឿនលឿននៅក្នុងក្រុងក៏ដូចជាផ្លូវ highway អញ្ចឹងសម្រាប់ម៉ាស៊ីនជាប្រភេទ turbo charge ហើយ VGT turbo បែបនេះខ្ញុំគិតថា the best តែម្ដងមានបំពាក់នៅលើរថយន្តដែលមានតម្លៃតែជាង$20000ទេបាទពាក់ព័ន្ធជាមួយនឹងការ design របស់វាវិញបងប្អូនមើលទៅលើការ design concept ជារួមគឺបែប sport តែម្ដងហើយការបើកបរក៏អារម្មណ៍បែប performance ដែរខ្ញុំបើកមកស៊ីមរៀបដើម្បីធ្វើ review នេះបងប្អូនទាំងគ្នាគឺថាជន់បានតែម្ដងដោយសារតម្លៃ mode របស់វាគឺមានរហូតដល់5វគ្គតេស្តខ្ញុំនឹងជំរាបជូនទៅកាន់បងប្អូនបន្ថែមទៀតគ្រាន់តែចង់បញ្ជាក់ថាបងប្អូនដែលត្រូវការឡានស្ទុះខ្លាំងសម្លេងស៊ីម៉ាំងដូចជារថយន្ត sport បងប្អូនកុំមើលរំលង CS 35 Max នេះឲ្យសោះបងប្អូនទាំងគ្នាកន្លែងទៅមើលការ design ជាគៀងខាងមុខគឺជាប្រភេទ LED design បែប slim បាទទៅវែង sport អមមកជាមួយនឹង daytime running light វាមានមកជាមួយនឹងភ្លើងគេហៅថាភ្លើងអូតូម៉ាទិកដែលអាចតម្លើងតម្លាក់ពន្លឺបាននិងបិទបើកដោយស្វ័យប្រវត្តិកាន់តែពិសេសបងប្អូនកន្លែងទៅមើលប៉ាណាបែប sport ជាមួយនឹងពណ៌ខ្មៅរំលេចនៅអក្សរ S នេះតំណាងឲ្យពាក្យថា sport តែម្ដងនិយាយរួមទៅសម្រាប់ពណ៌ខ្មៅអញ្ចេះបងប្អូនកន្លែងទៅមើលទៅឃើញអក្សរ S ពណ៌ក្រហមបងប្អូនដែលគាត់ស្រឡាញ់បែប sport មិនបាច់ទៅតបតែងបន្ថែមទេមានមកកញ្ចប់ទៅលើ CS 35នេះគ្រាន់តែកលែកបងប្អូនចេញពីរោងចក្រមកគឺពណ៌តែម្ដងបងប្អូនកន្លែងទៅមើលកាងវិញកាងរបស់វាគឺវា design ជាលក្ខណៈដូចប្រឡោះខ្យល់បែបនេះបាទមើលទៅវាបែប sport ហើយលិបខាងក្រោមនេះវាធ្វើមកឲ្យរៀង slim swell មុតឆ្លោះច្បាស់តែម្ដងខ្ញុំសរសើរថាសម្រាប់រថយន្តនេះ concept ចេញពីរោងចក្ររបស់គេមកគឺមួយអែមតែម្ដងបងប្អូនមិនបាច់ចាយលុយតុបតែងកាយកុន bumper អីបន្ថែមទៀតទេអញ្ចឹងបងប្អូនអ្នកគ្នាផ្នែកខាងមុខខ្ញុំសង្ខេបជូនបងប្អូនត្រឹមប៉ុណ្្នឹងអនុញ្ញាតសូមនាំបងប្អូនបន្ថែមទៀតបន្តទៅកាន់ចំណុចពិសេសនាផ្នែកចំហៀងតោះបងប្អូនឥឡូវយើងចូលមកកាន់ចំហៀងណាផ្នែកចំហៀងរបស់វាជាមួយនឹងយ៉ានកង់អាលុយមីញ៉ូម18អ៊ីនជាមួយនឹងពណ៌ខ្មៅតែម្ដងបងប្អូនជាពិសេសសម្រាប់តួខ្លួនរថយន្តពណ៌ខ្មៅអញ្ចឹងទៀតគឺ Black Edition តែម្ដង
ចឹងបងប្អូនកន្លែងទៅមើលត្រឡោកកញ្ចក់មានមុខងារកណ្ដោបដែលស្វ័យប្រវត្តិមានសញ្ញូ LED កាន់តែពិសេសគឺវាមានមុខងារកម្ដៅការពារការឡើងអាប់ផ្លូវដែលសីតុណ្ហភាពធ្វើឲ្យអាប់កញ្ចក់គឺវាមានមុខងារកម្ដៅចឹងបងប្អូនមិនបាច់បារម្ភទេឥឡូវខ្ញុំសូមនិយាយពីទំហំបន្តិចវាមើលទៅបែប performance តែទំហំរបស់វាក៏រៀងធំគួរសមដែរចឹងសម្រាប់ទទឹងគឺប្រវែង 1860 mm បណ្ដោយ 4550 mm ជាមួយនឹងកម្ពស់ 1590 mm រីឯកម្រិតកង់គឺជាចំណុចដែលយើងត្រូវនិយាយគ្នាដោយសារតែ CS35 Max នេះគឺមានកម្រិតកង់វែងកម្រិតកង់របស់វាគឺមានប្រវែង 2715 mm បងប្អូនអញ្ចឹងឡានតែមានកម្រិតកង់វែងដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺវាទទួលបានផាសុកភាពល្អវាអត់សូវ load វាអត់សូវអុកអញ្ចឹងក្រៅពីកម្រិតកង់ក្រៅពីប្រវែងខាងមុខចំហៀងកម្ពស់គឺបងប្អូនបានដឹងហើយពាក់ព័ន្ធមួយរថយន្តនេះខ្ញុំនឹងបង្ហាញបងប្អូនបន្ថែមទៀតពីបែបបត់ Aerodynamic ដែលវាជ្រែកខ្យល់ល្អជួយឲ្យរថយន្តនេះមាននៅល្បឿនលឿនលំនឹងខ្លាំងហើយមួយទៀតគឺពាក់ព័ន្ធមួយការ stable ជាប់ជាមួយនឹងផ្លូវតែម្ដងគឺតំណងខាងនេះបងប្អូនណាយើងមើលតំណងបន្ទាត់មួយនេះគឺដេញរហូតទៅដល់ខាងក្រោយតែម្ដងដល់ stop ខាងក្រោយនឹងគឺជាចំណុច Aerodynamic ជ្រែកខ្យល់របស់វាហើយវាមើលទៅនៅផ្នែកចំហៀងធ្វើឲ្យរថយន្តនេះវាកាន់តែតាក់ទាញថែមមកកម្រិតទៀតអូខេបងប្អូនអរគ្នាឥឡូវសូមនាំអារម្មណ៍បងប្អូនបន្តចូលទៅកាន់ផ្នែកខាងក្រោយដើម្បីស្វែងយល់អំពីចំណុចពិសេសបន្តទៀតបងប្អូនយើងចូលមកកាន់ផ្នែកខាងក្រោយបងប្អូនមើលទៅលើ stop ស្អាតមែនតើ design ជាលក្ខណៈ svel LED ជា2ឆ្នូតខាងលើនេះគឺឆ្នូតធំវាសទៅដល់ផ្នែកចំហៀងហ្មងហើយការ design របស់គេរបៀបរៀងខ្វៀកវែងគឺបែប sport តពីជាគៀងយើងមើលទៅលើ spoiler ជាប្រភេទ stop LED បងប្អូនគេដាក់នៅកណ្ដាលនឹងហ្មងហើយកន្លែងនេះគេធ្វើដូចស្លាបចឹងយីវាមើលមកគឺ concept បែប sport DNA របស់ឆាងអានតែម្ដងជាពិសេសខ្ញុំចាប់អារម្មណ៍ទៅលើតំណង Aerodynamic ដែលបញ្ជាក់បងប្អូនអរគ្នាហ្នឹងបាទដេញពីក្រោយមកភ្ជាប់មកមួយ stop ហើយកន្លែងនេះគេធ្វើមករៀងប៉ោងទៅក្រោយបន្តិចគឺវាជ្រែកខ្យល់ល្អមែនតើនៅពេលដែលខ្យល់ធ្លាក់មកបងប្អូនណាគឺថយទៅក្រោយអញ្ចឹងនេះគឺជាបែប bot Aerodynamic មួយដែលគេផ្ដោតសំខាន់ទៅលើការ design concept របស់ CS35 Max អញ្ចឹងខ្ញុំចាប់អារម្មណ៍មួយទៀតគឺទៅលើផ្នែក diffuser ផ្នែកខាងក្រោមចឹង diffuser ផ្នែកខាងក្រោមនេះមើលទៅ sport ហ្មងបងប្អូនអរគ្នាគឺដាក់មកជាមួយនឹងបាទ stop ចំណាំងផ្លាត clean ស្អាតមានមកជាមួយនឹងភ្លើងអាយ៉ែហើយគេធ្វើកន្លែង diffuser ខាងក្រោមនេះ4ឆ្នូតដូចជាមួយនឹងរថយន្ត sport អញ្ចឹងចឹង concept បែបនេះខ្ញុំគិតថាពេញចិត្តហ្មងអ្នកដែលគាត់ស្រឡាញ់ភាព sport ដឹងតែ9លើ10ហ្មងពេញបេះដូងចឹងបងប្អូនទៅមើលក្លុបក្រោយជាមួយខ្ញុំបងប្អូនតោះចឹងសម្រាប់ក្លុបខាងក្រោយរបស់វាគឺមានមកជាមួយនឹង Rido ដែលយើងអាចធ្វើការបិទជាមួយនឹងក្លិនម្ហូបនៅពេលដែលយើងដាក់ម្ហូបដាក់របស់ដែលមានក្លិនអីបងប្អូនអាចធ្វើការបិទបានបើសិនជាបងប្អូនមិនមានអីវ៉ាន់អីដែលបង្កផលប៉ះពាល់ទេបងប្អូនចង់បើកក៏បានឥឡូវនេះយើងបើកអូខេយើងមាន space មួយដែលមកល្មមសមរម្យដាក់វ៉ាលីបានច្រើនជាពិសេសគឺវាមាននៅ full spare tire មានន័យថាមាននៅកង់សកួរជាលក្ខណៈ full size តែម្ដងឥឡូវខ្ញុំបើកជូនបងប្អូនទាំងគ្នាបាទនេះគឺជាកង់សកួររបស់វាហើយមានមកជាមួយនឹង tool ផ្សេងដែលដាក់នៅខាងក្នុងហ្នឹងនៅពេលដែលបងប្អូនបង្ការការពារហានិភ័យដោយចៃដន្យអញ្ចឹងសម្រាប់ក្លុបខាងក្រោយខ្ញុំមានប៉ុណ្ណឹងបាទជំរាបជូនទៅកាន់បងប្អូនទាំងគ្នាដែលជាចំណុចពិសេសខ្លះបងប្អូនទាំងគ្នាបងប្អូននៅខាងក្រោមក៏មានមកជាមួយនឹង parking sensor ហើយមានមកជាមួយនឹងកាមេរ៉ាមួយគ្រាប់សម្រាប់ឲ្យថយក្រោយមានមកជាមួយនឹង guideline ផងដែរអញ្ចឹងបងប្អូនបានដឹងពីចំណុចពិសេសនៅផ្នែកខាងក្រៅអស់ហើយយើងនាំអារម្មណ៍បងប្អូនទាំងគ្នាចូលទៅកាន់ផ្នែកខាងក្នុងបន្តដើម្បីស្វែងយល់ពីបច្ចេកវិទ្យាការ design ក៏ដូចជាចំណុចពិសេសបងប្អូននៅពេលដែលខ្ញុំចូលមកកាន់ផ្នែកខាងក្នុងនៃ CS35 Max នេះគឺមានអារម្មណ៍ថា powerful តែម្ដងថាមពលពេញខ្លួនហ្មងដោយសារតែអារម្មណ៍នៃការអង្គុយរបស់យើងចូលមកដល់ខាងក្នុងពឹបគឺយើងឃើញជាមួយនឹងបរិក្ខារផ្សេងដែលគេ design មករឹងមាំផ្ដោតលើភាព sport ធ្វើឲ្យយើងមានអារម្មណ៍ថាចង់បើកបរទៅលើរថយន្តនេះខ្លាំងមែនតើស្រឡាញ់ខ្លាំងបំផុតគឺទៅលើអេក្រង់ចំនួនរហូតដល់3ជាប់គ្នាជុំវិញខាងមុខនេះតែម្ដងមួយតែគ្នាអេក្រង់នេះសរុបទាំងអស់ទំហំរហូតដល់30អ៊ីងនេះគឺជាអេក្រង់ infotainment ដែលជាអេក្រង់ប្រព័ន្ធកម្សាន្តមានមុខងារភ្ជាប់ Apple CarPlay Android Auto ក៏ដូចជាមានមុខងារដែលយើងអាចធ្វើការចុចបញ្ជាបិទបើកទៅលើប្រព័ន្ធសុវត្ថិភាពនិងអាចមើលទៅលើកាមេរ៉ាសម្រាប់អាយ៉ែថយក្រោយបានអញ្ចឹងអេក្រង់នេះគឺជាផ្ទៃ interface មួយដែលច្បាស់ល្អដូចបងប្អូនបានឃើញជាក់ស្ដែងអញ្ចឹងបាទមើលទៅតិចភ្នែកខ្លាំងមែនតើយើងក៏លេចទៅមើលអេក្រង់កណ្ដាលនេះគឺជាអេក្រង់ផ្ដល់ព័ត៌មានសម្រាប់អ្នកបើកបរ digital ដូចគ្នាផ្ដល់លើទិន្នន័យពាក់ព័ន្ធមួយ RPM ល្បឿនដំណើរការប្រព័ន្ធសុវត្ថិភាពបាទ drive mode ដែលយើងប្រើប្រាស់គឺមានមកកញ្ចប់នៅលើនេះហើយច្បាស់ល្អដូចគ្នាអេក្រង់ទូចខាងឆ្វេងដៃនេះគឺជាអេក្រង់ដែលបង្ហាញពីប្រព័ន្ធសីតុណ្ហភាពក្នុងរថយន្តបាទឧទាហរណ៍ថាយើងប្រើ speed ដង្ហើមប្រមាណកាំប្រមាណអង្សាហើយ position នៃការបាញ់ហ្នឹងគឺបាញ់មកខាងលើឬក៏ខាងក្រោមបងប្អូនឃើញនៅលើអេក្រង់ខាងឆ្វេងដៃនេះជារួមគឺអេក្រង់ទាំង3ដែលមានទំហំ30អ៊ីងនេះគឺបាញ់ភ្ជាប់មករងអ្នកបើកបរហ្មងជាងអ្នកបើកបរអង្គុយទៅមានអារម្មណ៍ថាដូចកាពីតែនដែលបញ្ជានៅគ្រឿងយន្តមួយដែលវាមានកម្លាំងខ្លាំងសន្ទុះល្បឿនលឿនបាទគឺអារម្មណ៍វាពិសេសបែបហ្នឹងអញ្ចឹងបងប្អូនយើងកន្លែងទៅមើលចង្កូតគឺជាប្រភេទ D-set យកដែល design កន្លែងខាងក្រោមនេះអត់មានទើសជើងទេហើយវាស្រួលក្នុងការចាប់កាន់ជាប្រភេទចង្កូត design បែប sport ជាមួយនឹង red stitching ជាប្រភេទធ្នេរអំបោះពណ៌ក្រហម
cái đau đai sủa mình tên vì miền nọ nghi sủa là không ca can bác ở đáy mũi của bán thu sủa là sai tại vì chi một phe electronic chi một vi chi một phe multifunctional steering wheel là miền một nghề một chia lên nâng cho đá một bộ đôi chia tôi ca lướt có đáy tủ sáp đâu bọt chậm riêng và thay mà thôi vào lim voice comment và đôi chia cho một chia từ lơ menu để bằng hai nơi lệ cái đó bắt đầu bỏ miền mẹ bác bố nơi này khẳng mục này tay chi chỉ nói bị sai thằng ngọ bao cái lấy từ mưa center console cái design chỉ là cái này 3 dimension miền này tham mưa tới bị pop cho ba 3D đây mà đó miền camcorder mà cứu cái lại những cái chi chỉ cần lấy e-shifter để bị chia tam dạng electronic nghi sủi mình tên miền bật tông phèn đai electronic miền môi cho mũi nâng bộ phone auto hold miền drive mode hỗ trợ đó pram miền được chia smart mode economic comfort sport nâng racing smart គឺវាបត់បែនទៅតាមការចង់បានអត្តចរិតរបស់យើងការបើកបររបស់យើងបែបម៉េច comfort សម្រាប់ផាសុខភាព eco សម្រាប់សំចៃ sport សម្រាប់យើងលេងល្បឿនដោយឡែកសម្រាប់ racing mode សម្រាប់ការ show off ឬក៏យើងចង់បាននៅគេហៅថា performance ពេញទីហ្មងសម្រាប់ CS 35 Max នេះឬក៏នៅពេលដែលយើងចង់ train race រយៈពេលខ្លីជាមួយនឹង LAN ផ្សេងៗទៀតគឺយើងប្រើជាមួយ racing mode បាននៅពេលដែលយើង switch មក racing mode គឺវានឹងបន្លឺសលេងបាសនៅខាងក្នុងហើយមានមកអេក្រង់ដូចជាគេហៅថាដូចជា board game អញ្ចឹងណាបង្ហាញនៅលើនឹងតែម្ដងអញ្ចឹងជាអារម្មណ៍មួយគេហៅថា by fun មួយវិញទៀតមិនមែនតែលឺសលេងបាសទេបងប្អូនសលេងស៊ីម៉ាំងរបស់វាហ្នឹងក៏លឺព្រោះដែរនៅខាងក្រៅស័ក្តិសមសម្រាប់អ្នកដែលគាត់ចូលចិត្ត performance កាន់តែពិសេសកន្លែងដាក់អវ៉ាន់មានទាំងនៅខាងលើនេះក៏បានបងប្អូនអាចដាក់នៅខាងក្រោមនេះធំមានកន្លែងដាក់ iPad បានដាក់របស់ធំៗបានហើយមានមកជាមួយនឹង USB សម្រាប់ធ្វើការសាកថ្មផងដែរហើយខាងមុខនេះគឺជា galon box ដូចរថយន្តទូទៅដែរបាទខ្ញុំស្រឡាញ់ទៅលើការ detail ធ្នេរពណ៌ក្រហមពុកស្បែកពណ៌ខ្មៅនេះវាស៊ីជាមួយនឹងធ្នេរពណ៌ក្រហមខ្លាំងមែនតើគឺវាអូសបណ្ឌិតមើលទៅស្អាតឥតខ្ចោះតែម្ដងការ design សូម្បីតែកលុកកលៀតតាបឡូនេះក៏មានមកជាមួយនឹងធ្នេរពណ៌ក្រហមដែរដាក់ទៅវាស៊ីគ្នាខ្លាំងមែនតើក៏លើទៅមើលកៅអី design បែប sport តែម្ដងបងប្អូនអរគ្នាបើមិន sport គឺមិនយកលុយបាទកៅអីនេះ design អត់មានប្រភេទគេថា headrest ដែលអាចធ្វើការ adjust បានទេគឺវាជាប់ជាមួយនឹងកៅអីដែលយើងអង្គុយហ្មងគឺវាបែប sport ហើយវាមានបន្លោះមួយវាមើលទៅបងប្អូនដែលគាត់ស្រឡាញ់ឡានបែប sport គាត់ដឹងថាកៅអី concept នេះគឺ concept បែបឡានប៉ុណ្ណឹងអញ្ចឹងជាស្បែកមកដែល mod ឆឹងជាមួយនឹង stitching ពណ៌ក្រហមខ្ញុំគិតថាល្អមែនតើកៅអីនេះមានមុខងារកាត់កម្ដៅទេពេលចតឡានចោលវាក្តៅអីគឺវាកាត់បន្ថយបានច្រើនអត់តន់ជាប់ទេបងប្អូនចំណុចពិសេសនៅតែមានគឺទៅលើផ្នែក armrest នេះក្រោម armrest នេះគឺជា cool box ឬក៏ប្រអប់ class C ភេទជ្ជៈបងប្អូនចង់ class C ភេទជ្ជៈបាទជាក់ដើរកំសាន្តផ្លូវឆ្ងាយ trip ផ្លូវឆ្ងាយបងប្អូនចង់ផឹកជាមួយនឹងភេទជ្ជៈបងប្អូនអាចធ្វើការ class C បានចំណុចពិសេសតម្លៃជាង $20,000 ហើយមានប្រអប់ class C ភេទជ្ជៈធម្មតាទេបងប្អូនអរគ្នាហើយពាក់ព័ន្ធជាមួយនឹង speaker ជាប្រភេទ Sony 3D surround sound ចឹងបងប្អូនដែលគាត់ចូលចិត្តស្ដាប់តន្ត្រីដឹងតែ the best តែម្ដងដឹងតែ air ដឹងតែសប្បាយជាមួយនឹង 3D surround sound របស់ Sony ដែលបំពាក់នៅលើ CS 35 Max នេះកន្លែងទៅមើលលើគឺយើងមានមកជាមួយនឹងដំបូល panoramic sunroof នេះគឺធំមែនតើលាតពីខាងជួរទី1នេះរហូតទៅដល់គៀកជាមួយនឹងបាំងខាងក្រោយដែលជាបាំងរបស់យើងដាក់អវ៉ាន់អញ្ចឹងបងប្អូនកន្លែងទៅមើលទៅមកជុំរថយន្តនេះសុទ្ធតែជាចំណុចពិសេសទាំងអស់វាអត់ទៅមានខ្វះទៅចំណុចពិសេសណាមួយទេហើយតម្រង់ប្រសិទ្ធខ្យល់ក្នុងរថយន្តហ្នឹងក៏ល្អដែរគឺយើងទូបាននៅខ្យល់បែប fresh មួយវិញទៀតបងប្អូនខ្ញុំបញ្ជាក់បន្តិច smart key របស់វាគឺមានមុខងារដែលអាចធ្វើការចុចប្រឆេះម៉ាស៊ីនបានបន្លត់ម៉ាស៊ីនក៏បានហើយធ្វើការតម្លើងតម្លាក់កញ្ចក់ដោយស្វ័យប្រវត្តិតាម smart key ទៀតសុទ្ធតែជាចំណុចពិសេសទាំងអស់បងប្អូនអរគ្នាអញ្ចឹងកៅអីជួរទី1ខ្ញុំមានប៉ុណ្ណឹងអនុញ្ញាតសូមនាំអារម្មណ៍បងប្អូនបន្តចូលទៅកាន់ចំណុចពិសេសនៃកៅអីជួរទី2បន្តទៀតតោះអញ្ចឹងចូលមកខាងក្នុងនេះបងប្អូនការអង្គុយរបស់ខ្ញុំគឺជាក់ស្ដែងនេះកម្រិតផ្នែកខាងក្រោមហើយនឹងកម្រិតផ្នែកខាងលើអញ្ចឹងមកល្មមប៉ុណ្ណឹងហើយអាចអង្គុយ3នាក់បានណាសម្រាប់សមាជិក3នាក់អត់ចោតចេញពីបញ្ហាទេវាមកសមល្មមហើយខាងលើនេះមានមកជាមួយនឹងភ្លើងខាងក្នុងរបស់គេស LED ហ្មងសម្រាប់ពេលយប់គឺវាភ្លឺច្បាស់ល្អភ្លើងហ្នឹងហើយខាងលើយើងទទួលបាននៅដំបូល panoramic ដែលធំពលឺចូលបាទល្អមែនតើសម្រាប់អ្នកដែលគាត់ចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយអីគឺបើកយកពលឺទៅបានខាងក្រោមនេះមានមកជាមួយនឹងម៉ាស៊ីនត្រជាក់ខាងក្រោយរុនសាក USB ហើយនឹងក្លុក map ដាក់អវ៉ាន់មួយដែល like សម្រាប់ performance នៃការបើកបរខ្ញុំតែងតែលើកឡើងថាសម្រាប់រថយន្តនេះផ្ដោតទៅលើហៅថាអារម្មណ៍បែប sport បងប្អូនអត់ទាន់បានដឹងនៅឡើយទេសូមនាំអារម្មណ៍បងប្អូនចូលទៅកាន់វគ្គ test drive ទាំងអស់គ្នាដើម្បីស្វែងយល់ពី performance នៃការបើកបរតោះអារម្មណ៍បែប sport performance បែប sport ដូចខ្ញុំបានបញ្ជាក់នៅខាងដើមវីដេអូអញ្ចឹងបងប្អូនបើសិនជាចង់បានថាមពលពេញខ្លួនណាចូលមកក្នុង CS 35ហើយចាប់ផ្ដើមបើកទាំងអស់គ្នាខ្ញុំទទួលបានថាមពលពេញខ្លួនតែម្ដងបងប្អូននៅពេលដែលបើកនៅលើផ្លូវអង្គរនេះនិយាយរួមទៅអារម្មណ៍ខ្ញុំមិនដែលប្រទះឃើញឡានណាដែលមានតម្លៃជាង$20,000 performance បែប sport បងប្អូនជន់កន្ធាក់យកមកមិនចាំបាច់តែ sport mode ទេយើងប្រើធំ smart mode ឬក៏ eco mode ក៏ជន់ទៅមានអារម្មណ៍ទទួលបានថាវា response ល្អដែរអញ្ចឹងបើយើងនិយាយទៅប្រព័ន្ធទប់លំនឹងរបស់វាក៏ធ្វើការបានល្អហើយចំណុចដែលខ្ញុំស្រឡាញ់ខ្លាំងបំផុតការអង្គុយគឺបែប sport បែបម៉េចជាមួយនឹងកៅអីរបស់វាដែលជាប្រភេទកៅអីក្តៅខ្លួនវាទប់ខ្លួនយើងស្អាតមែនតើបងប្អូននៅពេលដែលខ្ញុំបត់ឆ្វេងបត់ស្ដាំមានអារម្មណ៍ថាអត់ភ្លៀវទេ
ចឹងនៅពេលដែលវាទប់អោបយើងជាប់រហូតចឹងយើងបើកផ្លូវឆ្ងាយយើងមានអារម្មណ៍ថាទំនុកចិត្តហើយសុវត្ថិភាពដែរឡាននេះផាសុខភាពខ្លាំងមួយទៅលើកម្រិតកង់របស់វាវែងបាទកម្រិតកង់របស់វាវែងនេះគឺរហូតដល់2715មីលីម៉ែត្រចឹងសម្រាប់ឡានដែលមានកម្រិតកង់វែងក៏កាត់បន្ថយការរលាក់នៅពេលដែលយើងចូលកលុបការប្រើប្រាស់គឺយើងមានមកជាមួយនឹង Drive Mode Drive Mode វាមានដូចជា Smart Mode បាទ Smart Mode ហ្នឹងគឺវា flexible control ទៅតាមការបើកបររបស់យើងថាតើពេលណាវាគួរឲ្យឡានហ្នឹងវាស្ទុះខ្លាំងអញ្ចឹងប្រើ Smart Mode នេះបើសិនជាបងប្អូនដែលមិនចង់សាំញ៉ាំច្រើនក៏អាចប្រើបានឲ្យឡានធ្វើការគណនាប្រើប្រាស់នៅកុំព្យូទ័រដើម្បីធ្វើការកំណត់នៅអត្តចរិតនៃការបើកបររបស់យើងបានទី2គឺ comfort សម្រាប់បងប្អូនដែលចង់ផ្ដោតលើផាសុកភាពគឺវាស្បឺតមែនតើជន់ទៅច្បឺតឡើងហើយនៅពេលដែលយើងតម្លាក់ហ្គាក៏វាច្បឺតចុះដែរវាអត់តម្លាក់ព្រះអង្គលបឿនភ្លាមទេមានដូចជា Eco បាទ Economic សម្រាប់សន្សំចៃមានដូចជា Sport សម្រាប់អ្នកលេងលបឿនហើយនិង Racing Mode Racing នេះគឺ Mode ដែលសម្រាប់បងប្អូនដែលចង់បាន performance បែបប៉ុណ្ណឹងឧទាហរណ៍ថានៅពេលដែលខ្ញុំជិះខ្ញុំចង់លេងលបឿនឬក៏ចង់ challenge លបឿន terrain race ជាមួយនឹងឡានផ្សេងទៀតប្រើជាមួយនឹង Racing Mode នេះហើយ Racing Mode នេះវាមានចំណុចពិសេសមួយគឺវាបន្ថែមមកជាមួយនឹង speaker ជាលក្ខណៈដូចយើងនៅក្នុងទីលានប៉ុណ្ណឹងបើយើងមើលទៅលើអេក្រង់នេះដូច game អញ្ចឹងធ្វើឲ្យអារម្មណ៍របស់យើងបើកបរកាន់តែសប្បាយមួយកម្រិតទៀតម្យ៉ាងវិញទៀតមិនមែនថាបំពង់ស៊ីម៉ាំងរបស់វាអត់លឺចាំបាច់ត្រូវមាន speaker ទេបំពង់ស៊ីម៉ាំងរបស់វាហ្នឹងក៏លឺដែរបងប្អូនអរគ្នាគឺលឺខ្លាំងមែនតើអញ្ចឹងសិតតែជាអ្វីដែលជាគ្រឿងសម្រាប់បងចូលទៅកាន់រសជាតិរបស់អ្នកស្រឡាញ់ឡានណាឥឡូវខ្ញុំជំរាបជូនបងប្អូនពាក់ព័ន្ធមួយប្រព័ន្ធសុវត្ថិភាពដែលមានបំពាក់នៅលើឆាងអាន CS 35 Max នេះទាំងអស់គ្នាឡាននេះបំពាក់មកជាមួយនឹងមុខងារសុវត្ថិភាពដូចជាប្រព័ន្ធប្រាំងអូតូម៉ាទិកប្រព័ន្ធ forward collision warning ដែលដាស់តឿននៅពេលដែលមានឧបសគ្គខាងមុខយ៉ាងវិញទៀតវាមានជំនួយពេលឡើងនិងចុះចំណោតដែលជាប្រព័ន្ធមួយវាចាំបាច់មែនទែនប្រព័ន្ធប្រាំង ABS EBD និង Brake Assist BA ក៏ដូចជាប្រព័ន្ធភ្លើងខាងមុខអូតូម៉ាទិកជាដើមរួមមកជាមួយនឹងប្រព័ន្ធទប់លំនឹងមួយទៀតហៅថាប្រព័ន្ធ ESC ប្រព័ន្ធ Cruise Control និងពងសុវត្ថិភាពមានចំនួន4គ្រាប់អញ្ចឹងមកកញ្ចប់ប៉ុណ្នេះតម្លៃជាង$20000 performance បែប Sport បងប្អូនគិតយ៉ាងណាបងប្អូនអាចធ្វើការ comment ប្រាប់ខ្ញុំបានបងប្អូនទាំងគ្នាយ៉ាងណាដែរក្រោយពីបានតាមដានទស្សនានៅវីដេអូធ្វើបទបង្ហាញរបស់ខ្ញុំបងប្អូនអាចធ្វើការ comment បានពីការយល់ឃើញម្យ៉ាងវិញទៀតសម្រាប់ព័ត៌មានលម្អិតក៏ដូចជាអាសយដ្ឋានគឺបានដាក់ជូននៅខាងចុងវីដេអូពាក់ព័ន្ធមួយព័ត៌មានពីក្រុមហ៊ុនផ្លូវការនាំចូលដោយក្រុមហ៊ុន Chang'an Cambodia ដែលជាក្រុមហ៊ុនបុតសម្ព័ន្ធរបស់ OMA Cambodia ជាក្រុមហ៊ុនមួយដែលលំដាប់យៈឈានមុខគេនិងផ្ដល់ទំនុកចិត្តខ្ពស់មួយមកកាន់បងប្អូនដែលជាអ្នកទិញរថយន្តអញ្ចឹងបងប្អូនមិនបាច់បារម្ភទេក្រុមហ៊ុន Chang'an Cambodia គឺជាបុតសម្ព័ន្ធរបស់ OMA Cambodia សម្រាប់ការធានារថយន្តនេះមាននៅការធានាមួយដែលច្បាស់លាស់ហើយបងប្អូនប្រើប្រាស់ទៅគឺប្រកបដោយទំនុកចិត្តស្អាតឆ្លាតទំនើបសុវត្ថិភាព performance បែប Sport បងប្អូនយល់ឃើញយ៉ាងណាអាចធ្វើការ comment បានខណៈពេលនេះដែរវីដេអូត្រូវបានដល់ទីបញ្ចប់ខ្ញុំបាទខេមរៈសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូបន្តទៀត